เอาฉับลังมาฉับลังไอ้เรื่องนั้นนี่ใส่ฉบังนี่จิตอ่างระบบใส่ฉบังแมนเทใส่ฉบังดับสาบองมันเดินขนมกุกรำได้ยัยมันสำคัญจีเอ้ยใส่ฉบังมนุษย์ประมักหลงครั้งมันไปยับแจ้งปีตีนี่ตีใส่ฉบังมนุษย์แต่เติมคมนุษย์คือจิตอ่างนะเติมใส่ฉบังก็เมื่อไอ้กวดคลังนะเต้ពួកឯងស្រូបយកធម្មពលលោកគឺសៀងវិនធានលោកគឺអ្នកមនាងយិនបងឆុងលើកមុនបែកគ្នានៅព្រៃខ្មៅខ្ញុំទៅវិញម្ដងទៀតតាមរកក្រុមអ្នកនាងយាមិនឃើញគេទេមិននឹកស្មានថាពួកគេត្រូវឃុំខ្លួននៅទីនេះសំទោសដែលធ្វើឲ្យបងអស់សង្ឃឹមកុំធ្វើពុតអ្នកទាំងពីរមកធ្វើអីនៅក្នុងគុកនេះយប់នេះខ្ញុំឃើញថាគ្មានអ្នកយាមប្រចាំការនៅទីនេះហើយនេះហើយគាត់ឆ្លៀតពេលមកជួយបេបាក់យិនស្រីថោកទៀបលើយើងលើយើងស្រីថោកទៀបយ៉ាងណាដឹងថាលោកគ្រូយិនត្រូវឃុំខ្លួននៅណាខ្ញុំនាំអ្នកមនាងទៅជួយគាត់បងឆុងបងសៀងរំខានបងនោមពួកគេចេញពីមាត់ជ្រោះព្រៃខ្មៅសាច់បងយ៉ាងណាបងដឹងថាមានរឿងអ្វីកើតឡើងនៅលទ្ធិសុរិយាចន្ទ្រានៅយប់នេះបងទៅជាបែបនេះហេតុអីទៅបើអ៊ីងមិនជូនដំណឹងបងទេបងក៏មិនដឹងថាពួកឯងត្រូវឃុំនៅទីនេះដែរគុណប៉ុននេះបងត្រូវតែតបស្នងគេពួកឯងចេញពីទីនេះជាមួយលបងសៀងទៅខ្ញុំជួយពួកគេរួចនឹងទៅជួបពួកឯងពួកខ្ញុំទៅជាមួយសាច់បងដែរសាច់បងបើមានបញ្ហាអីពួកយើងរួមសុខរួមទុក្ខជាមួយគ្នាមិនណាទៅជាមួយគ្នាទៅសាច់បងកុំប្រឌិតប្រដាស់បងម្នាក់ឯងស្រួលចាត់ការរំខានលបងសៀងនាំពួកគេចេញទៅបានមកតាមខ្ញុំមកកលិយន្តគុកថ្មនេះរឹងដូចប៉មបន្ទីមិនអាចបំផ្លាញដោយកម្លាំងពួកយើងបានទេខ្ញុំមានវិធីយើងវ៉ាស៊ីងរត់ហើយអ្នកណាផ្ដោតដំណឹងខ្លីជាតារបស់ពួកឯងលៀងហ៊ូឆុងបងឆុងស្មានមកដល់សោះខ្ញុំរៀបរៀងនាងទៅជួយគេចាបុកឆាប់ឡើងដោះរបាតដៃជាប់ខ្លួនពុកចេញទៅถอยจะกระโดดตึงจ้ะ
ឡើងលឿនឡើងឲ្យលឿនសូមគោរពលោកគ្រូសូមគោរពលោកគ្រូ គោរពលោកគ្រូ អូយមិនបានទេឆាប់ អើ ទៅ យបាទទេទៅនៅធ្វើអីទៀតទៅ អភ័យទោសផងលោក អភ័យទោសផងលោកគ្រូ អភ័យទោសផង អភ័យទោសផងលោកគ្រូលោកគ្រូ លោកនាមជាកូនប្រុសដែលមានវិជ្ជាគុណខ្លាំងបែបនេះរឿងអីត្រូវអភ័យទោសឲ្យពួកវានោះ ពួកគេចោះចាញ់ហើយសម្រាប់ពួកគេធ្វើអី អាចោមសៀតនេះសំតែងាប់ ពុកពួកគេគ្រាន់តែជាសាវកសាស្ត្ររបស់យើងដើម្បីរកគេគ្មានជំរឿទេក្រៅពីស្ដាប់តាមបញ្ជានៃចម្បាំងខាងកើតបញ្ចុះចាញ់ពុកសម្រាប់ពួកគេទាំងអត់ធ្វើអី គ្មានជំរឿពួកគេនឹងខ្លាចទៅជាមនុស្សចោមសៀតដល់ពួកគេស្មោះចំពោះពុកពួកគេនឹងសុខចិត្តស្រាប់ខ្លួនដើម្បីកិត្តិយសរបស់ពុកថ្ងៃនេះពុកត្រូវតែសម្រាប់ពួកវាឲ្យស្លាប់យ៉ាងវេទនា លីអូឆុងឲ្យជួយជីវិតយើងហើយមានតំណែងតំណងជ្រាលជ្រៅជាមួយកូនស្រីយើងធ្លាប់មើលស្រាលនឹងកាយហានរបស់ឯងចង់មកចូលរួមជាមួយយើងដើម្បីសម្រេចមហិច្ឆតារបស់ឯងទេ បាច់ទេខ្ញុំនឹងចេញពីភ្នំនេះដើម្បីដើរពនេចរម្នាក់ឯង លីងហ៊ូឆុងឯងហាត់គុណកន្លះជីវិតទៅហើយតើមិនមែនដើម្បីកិត្តិយសទេជួយខ្ញុំចាត់ការអ្នកចម្បាំងមិនចោះចាញ់ខាងកើតរួចឲ្យមកបន្តដំណើរជាប្រធានម្ដងទៀតស្ដារភាពត្រឹមត្រូវនៃលទ្ធិស័ក្តិសិទ្ធិអនាគតឯងគឺជាអ្នកទី2របស់ខ្ញុំព្រមទាំងអ្នកផ្សេងទៀត អរគុណសម្រាប់សំណុំពរលោកគ្រូលីងហ៊ូឆុងខ្ញុំមិនត្រូវការគេឈ្មោះពួកយើងដើរផ្លូវខុសគ្នាលាហើយ បងឆុងនៅទីនេះទៅ ខ្ញុំពេញចិត្តឲ្យកូនស្រីខ្ញុំរៀបការជាមួយឯងកុំបំបាក់មុខខ្ញុំអីឬមួយឯងមិនខ្លាចបកហោសាន់ក្តៅក្រហាយទេ និកាយពួកខ្ញុំប្រកាន់ជាប់រឹងប៉ឹង100ឆ្នាំរកផ្លូវរួចខ្លួនឯងដោយបំផ្លាញអ្នកដទៃមិនល្អនោះទេ